ថ្ងៃនេះខ្ញុំមកធ្វើការ record video ទាក់ទងនឹង FTP server នៅក្នុង AWS អញ្ចឹងជាដំបូងគឺយើងចូលមកកាន់ AWS មកហើយបន្តមកទៀតគឺយើងចូលទៅកាន់ EC2 បន្ទាប់ពីយើងចូលទៅកាន់ EC2 ហើយគឺយើងធ្វើការបង្កើត group security របស់វាមួយនេះជា group security ហើយយើងធ្វើការ create group security មកហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះវាគឺខ្ញុំដាក់ថា security group ហើយកន្លែងនេះគឺយើងយកវា before ហ្នឹងមក description យើងដាក់ថា learning ហើយបន្ទាប់ពីយើងរើសកន្លែងនេះរួចហើយគឺយើងធ្វើការ create security group វាមកនេះបន្ទាប់ពី research យើងបាន create រួចហើយគឺយើងចូលមកកាន់ instance ហើយយើងធ្វើការ run instance ដើម្បីបង្កើត instance ថ្មីហើយនេះគឺយើងធ្វើការ name វាគឺខ្ញុំដាក់ថា FTP server 1 EC2 remote បន្ទាប់ពី add វារួចហើយគឺខ្ញុំធ្វើការយកបន្ទូនេះគឺយើងយកវាជាយកបន្ទូកន្លែងនេះគឺអត់មានបាត់កាយទេយើងរកមកកន្លែង key pair ខ្ញុំធ្វើការ create key pair ថ្មីដែលខ្ញុំដាក់ថានេះគឺឈ្មោះ key pair យើងដាក់ថា FTP server remote យកវាជា pin នេះហើយយើងធ្វើការ create key pair ថ្មីហ្នឹងមកនេះធ្វើការបាន download ហើយបន្ទាប់ពីហ្នឹងមកទៀតនេះគឺយើងធ្វើការ select ទៅលើ select setting group security ហ្នឹងហើយយើងធ្វើការ select security គឺមុនហ្នឹងខ្ញុំបានដាក់ឈ្មោះវាគឺ security group នេះយើងធ្វើការ select វាមកហើយកន្លែងនេះយើងដាក់ប៉ុណ្្នឹងបានមិនកាយវាទេឡើង instance វាទៅបន្ទាប់ពីឡើង instance យើងធ្វើការរងចាំវាដំណើរការតែ point install ធីនេះគឺយើងធ្វើការរងចាំវាបន្ទាប់ពីធ្វើការរងចាំមកគឺយើងវា success ហើយបន្ទាប់ពី success គឺយើងធ្វើការ connect វាទៅហើយកន្លែងដែលយើងត្រូវ copy ទុកនេះកន្លែង public IPv4 address នេះគឺយើងត្រូវការ copy វាទុកមួយដើម្បីយើងធ្វើវាបន្តទៅមុខទៀតទៅមកកន្លែង SA client គឺយើងត្រូវ copy កន្លែងពីរនឹងទុកដែរកន្លែង change mode and ASA.i នេះហើយបន្តមកទៀតយើងត្រូវចូលមកកាន់ file របស់យើងហើយទៅមកខ្ញុំធ្វើការបង្កើត folder មួយដែលដាក់ឈ្មោះថា FTP server EC2 បន្ទាប់ពីបានធ្វើការបង្កើត folder ហ្នឹងហើយខ្ញុំធ្វើការចូលទៅកាន់ download ហើយខ្ញុំទាញ file ដែលខ្ញុំបានបង្កើត key pair ថ្មីហ្នឹងគឺ copy វាចូលទៅក្នុង folder ដែលខ្ញុំបានបង្កើតបំបញ្ញមិញហ្នឹងហើយដើម្បីធ្វើបន្តទៀតបានគឺយើងត្រូវការ git bash ប៉ុន្តែ git bash ខ្ញុំបានតម្លើរួចហើយអញ្ចឹងខ្ញុំធ្វើការមកស្ដាប់ទៅវាហើយចុចពីថា show more option ហើយចូលទៅកាន់ git bash here នេះចូលទៅកាន់SA client ហើយយក command change mode នេះដើម្បីប្រើទៅក្នុង FTP server យើង git bash របស់យើងដើម្បី login ចូលទៅយកបន្ទូតែមកគឺយើង copy នេះ command key pair នេះប៉ុន្តែមុននឹងយើង copy command នឹងចូលគឺយើងត្រូវការចូលទៅកាន់ group security ដើម្បី add group security ចូល
គឺចូលទៅកាន់ cross security គឺទៅកាន់ EC2 ហើយ cross security របស់យើងហើយតែមករក cross security ដែលយើងបានបង្កើតមិញនេះគឺជា cross security ដែលយើងបានបង្កើតមិញហ្នឹងហើយនេះកន្លែង edit inbound rule ហ្នឹងគឺយើងអត់មាននេះទេគឺយើងចូលទៅកាន់វាដើម្បី add rule ចូលកន្លែងនេះគឺខ្ញុំរើសថា LTCP កន្លែងគឺយើងយក 0.0/0 ហ្នឹងហើយតែមកយើងធ្វើការ description វាគឺ learning ហើយតែមកយើង save rule វាបន្ទាប់ពី save rule ហើយគឺយើងធ្វើការចូលមកកាន់ instance ការកន្លែងនេះចុចពីខាងនេះហើយធ្វើការ copy SH server ហ្នឹងហើយចូលមក kit bash យើងដែរមកយើងធ្វើការផ្លាស់វាចូលហើយធ្វើវាឥឡូវយើងបានហើយយើងធ្វើការបិទ comment ចេះឥឡូវខ្ញុំ clear វាចោលមួយបន្ទាប់ពី clear ហើយយើងធ្វើការវាយ comment sudo update វាដើម្បីឲ្យ update ធ្វើការវាយ comment sudo apt update បន្ទាប់ពី update វាហើយយើងធ្វើការ upgrade វាម្ដងទៀត sudo apt upgrade សញ្ញាវាយដើម្បីអនុញ្ញាតវា update ហ្នឹងដោយខ្ញុំធ្វើការ clear វាមួយបន្ទាប់ពី upgrade វាហើយយើងធ្វើការ install vs ITPD យ៉ាងមកតែយើងប្រើ command sudo install vs vsf tpd ឥឡូវយើងបានវាមកហើយតែយើង install វាហើយតែមកយើងធ្វើការ backup វាដោយប្រើ command sudo cp vsf tpd .conf ហើយតែមកយើងវាយ vsf tpd ម្ដងទៀត .conf .back យើងធ្វើហើយតែមកយើង grab វាមើលម្ដងទៀតនេះគឺជា file backup របស់យើងហើយបន្ទាប់ពី backup file នៅរួចហើយគឺយើងធ្វើការ nano វាដែលយើងប្រើ command sudo nano vsf tpd .conf នេះក៏ស្រាប់កន្លែងដែរគឺយើងចូលទៅកាន់មើលវាកន្លែង local នេះគឺយើងធ្វើការដាក់វាចេះ local enable ហើយកន្លែង write enable នេះក៏យើង yes វាដែរគឺលុបទាំងទៅចោលទៅហើយទៅមកយើងមករកពាក្យថារកពាក្យថា ch root user ហ្នឹង local user ហ្នឹងក៏ yes វាដែរគឺយើងធ្វើការរកវានេះគឺ ch root user local user នេះយើងធ្វើការដាក់ yes ទៅលើវាហើយបន្ទាប់ពីហ្នឹងគឺយើងធ្វើការចូលមកកាន់ line ខាងក្រោមគេទាំងអស់
ហើយបន្ទាប់មកទៀតគឺយើងធ្វើការវាយនៅ comment នេះចូលគឺ comment PASV នេះ PASV នេះ enable ស្មើនឹង yes ធ្វើមួយ PASV ដែរ min ហើយទៅមក port ស្មើនឹង 50000 ហើយយើង enter ជាមួយទៀតគឺ PASV ដែរហើយ make port ដែរហើយស្មើជាមួយនឹង 51000 ខែកន្លែងនេះខ្ញុំคลิกមួយគឺកន្លែង C8 root user យើងគឺនៅកន្លែងនេះគឺយើងធ្វើការដាក់ low វាមួយទៀតគឺយើងធ្វើការវាយពាក្យថា hello right variable C8 root ស្មើនឹង yes ហើយដើម្បី save វាគឺយើងធ្វើការ control x y enter ហើយបន្ទាប់ពីយើងធ្វើការវារួចហើយក៏អត់ទាន់ចប់ទេគឺយើងធ្វើការវាយ command ទៀតគឺ sudo system ctlហើយ status ctl បាទ ctl restart vs យើងលុប server នេះចោលមកហើយវាយមួយទៀតគឺ status នេះគឺឃើញ active running ហើយបន្ទាប់ពីនឹងទៀតគឺយើងធ្វើការត្រូវចូលទៅកម្មវិធីមួយដែលមានឈ្មោះថា Filezilla ហ្នឹងជាកម្មវិធីមួយនេះបន្ទាប់ពីចូលក្នុងនឹងហើយគឺខ្ញុំធ្វើការចូលទៅក្នុង file ហើយចូលទៅកាន់ site manager ហើយកន្លែងនេះយើងធ្វើការបង្កើត new site មួយហើយខ្ញុំដាក់ថា ftp server 1 ec2 ហើយកន្លែងនេះគឺខ្ញុំយក save file នេះហើយកន្លែងនេះគឺខ្ញុំយកថា key file ហើយខ្ញុំធ្វើការរើសពីកាន់ browser គឺខ្ញុំចូលទៅក្នុង desktop ហើយ file is នេះហើយកន្លែងនេះគឺខ្ញុំធ្វើការយក pm file នេះហើយខ្ញុំ open វាចូលហើយកន្លែងនេះគឺខ្ញុំធ្វើការវាយថាយកបន្ទូហើយ host នេះគឺខ្ញុំចូលទៅកាន់ ASX ហើយធ្វើការ copy IP វាចូលហើយខ្ញុំធ្វើការ OK វាមួយមកតែមកចូលទៅ file ដែរ signature ធ្វើការ connect វា always trust មកនៅកន្លែងនេះដែរទេសារតែខ្ញុំវាយយកបន្ទុកខុសសតូចធម្មតា connect វាម្ដងទៀតហើយឥឡូវយើងបាន file យកបន្ទុកយើងមួយហើយគេវាណាឥឡូវយើងធ្វើការបង្កើតគេ directory វាមួយមកយើងដាក់ឈ្មោះថា ftp 1 client
អូខេហើយទៅមកយើងចូលទៅកាន់ ATP client ហ្នឹងហើយខ្ញុំទៅការបង្កើត create new file មួយដែលដាក់ឈ្មោះថា learning one នេះបន្ទាប់ពីគេរួចហើយគឺយើងធ្វើការចូលទៅយូរតួយើងវិញហើយធ្វើការវាយហើយ CD វាចេញពីហ្នឹងហើយទៅមកយើង LS វាមើលថាមានអីអត់គឺមាន ATP1 client យើងហើយទៅមកយើងវាយចង្កល់យើងមកកាត់មិនអត់នេះជា learning one យើងមកកាត់មិញ